ចាសសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកចែកវិធីសាស្ត្រធ្វើដូណាត់បែបណាឲ្យមានរសជាតិឆ្ងាញ់ហើយសាច់ដូណាត់របស់យើងនៅតែទន់បានមួយថ្ងៃវល់ល្ងាចចឹងបងប្អូនហើយវិធីសាស្ត្ររបស់ហ្នឹងគឺខ្ញុំធ្វើលក់ផងដែរបងប្អូនហើយជាដំបូងយើងមកមើលគ្រឿងផ្សំខ្ញុំនឹងរៀបរាប់នៅលើហ្នឹងបងប្អូនអាចមើលតាមនឹងបានទៅលើម្សៅមីខ្ញុំប្រើកន្លះគីឡូហើយស្ករ75ក្រាមមេនំប៉័ងបងប្អូនមេនំប៉័ងនេះគេហៅថាយីសហ្នឹង15ក្រាមប្រេតអ៊ឹមព្រូសហ្នឹង5ក្រាមប្រេតអ៊ឹមព្រូសហ្នឹងមេជំនួយនំប៉័ងបងប្អូនហើយទៅលើទឹកដោះគោស្រស់យើងប្រើ200 ml ពងមាន់មួយគ្រាប់ហើយទៅលើទឹកដោះគោស្រស់ហ្នឹងបងប្អូនត្រូវតែដាក់ទឹកត្រជាក់បើអញ្ចឹងទេទឹកដោះគោត្រជាក់ឬក៏យកវាទៅដាក់ឲ្យរៀងកកសិនក៏បានដែរឬក៏បើសិនជានេះទេបងប្អូនដាក់200 ml ហ្នឹងហើយថែមទឹកកកមកម៉ត់ហ្នឹងណា2-3ដុំមកបងប្អូនឲ្យគ្រប់ឬក៏ត្រឹម250កុំឲ្យលើសពី250ត្រឹមតែ250បានហើយទៅលើប៊ឺសាបបងប្អូនប៊ឺសាបធ្វើនំហ្នឹងខ្ញុំប្រើ75ក្រាមហើយយើងបន្ទាប់មកយើងដាក់ក្លិនវ៉ានីឡាបងប្អូនក្លិនវ៉ានីឡាហ្នឹង1ស្លាបព្រាកាហ្វេទៅនិយាយមកបន្តិចនឹងឯងដាក់យកក្លិនបងប្អូនពេលដាក់ក្លិនហើយវាឈ្ងុយមែនតើហើយទៅលើអំបិលសរបស់យើងហ្នឹងយើងដាក់5ក្រាមយើងអត់ដាក់លាយជាមួយគ្នាមួយម្សៅទេបងប្អូនដោយសារតអំបិលហ្នឹងវាមានប្រតិកម្មជាមួយយីសបើសិនជាវាប្រតិកម្មជាមួយយីសវាឲ្យម្សៅយើងនឹងឡើងឯងបងប្អូនម្សៅយើងក្រាបណានិយាយរួមទៅយីសនិងអំបិលអត់ត្រូវគ្នាទេយើងចាំដាក់ពេលយើងកូរម្សៅហ្នឹងក៏បានដែរហើយយើងបន្តកូរម្សៅហ្នឹងឲ្យឡើង smooth បងប្អូនឲ្យឡើង smooth ដូចដូចខ្ញុំវាយអញ្ចឹងណាបើអត់ឡើង smooth អញ្ចឹងទេមានន័យថាសាច់ម្សៅដូណាត់របស់យើងហ្នឹងគឺវាអត់បានល្អនិយាយរួមវាយធ្វើម៉េចឲ្យ smooth ឲ្យស្អិតឡើងអញ្ចឹងបងប្អូននេះនិយាយរួមទៅបងប្អូនអាចមើលបានហើយទៅលើសាច់ម្សៅហ្នឹងហើយខ្ញុំកាត់វាបន្ទាប់មកខ្ញុំកាត់វាម្ដុំហ្នឹងចំនួន40ក្រាមនិយាយរួម40ក្រាម50ក្រាមឬក៏30អីចឹងទៅតាមបងប្អូនចង់កាត់វាបងប្អូនចង់កាត់30ក៏បាន40 50និយាយរួមតាមចំណង់ចំណូលចិត្តរបស់យើងទៅហើយបន្ទាប់មកយើងលុញវាបងប្អូនចាំតិចទៀតខ្ញុំនឹងដាក់រៀងយឺតឲ្យបងប្អូនមើលរបៀបលុញម្សៅយើងលុញធ្វើម៉េចឲ្យវារលោងហើយលុញឲ្យលឿនណាកុំទុកវាយូរដោយសារតែម្សៅហ្នឹងអាកាសធាតុយើងនៅខ្មែរវារៀងក្តៅជាងអ្នកនៅស្រុកគេហើយយើងលុញធ្វើម៉េចឲ្យវារៀងលឿនបន្តិចទៅហើយមួយទៀតបើសិនជាកន្លែងធ្វើនំយើងត្រជាក់អាហ្នឹងម្សៅរបស់យើងហ្នឹងអត់ឡើងលឿនទេតែបើសិនជាយើងធ្វើនៅក្រៅវាឡើងលឿនណាដោយសារតែយើងអាកាសធាតុរបស់យើងរៀងក្តៅហើយបន្ទាប់មកយើងលុញបងប្អូនអាចមើលខ្ញុំមួយបានយើងលុញបែបហ្នឹងធ្វើម៉េចឲ្យម្សៅយើងបាន smooth ល្អហើយយើងបន្តលុញម្សៅហ្នឹងរហូតតអស់ណាបងប្អូនពេលយើងលុញវាអស់ហើយយើងក្របវាទុកយើងក្របវានៅថង់ក៏បានឬក៏បងប្អូនមានដូចថាសរបស់ខ្ញុំនេះក៏បានដែរដោយសារតែថាសហ្នឹងយើងដាក់ជាន់លើគ្នាទៅវាហប់ហើយបើសិនជាបងប្អូនអត់មានថាសអញ្ចឹងទេបងប្អូនយកថាសធម្មតាហ្នឹងដាក់ម្សៅនៅក្រោមបន្តិចហើយយើងដាក់ម្សៅរបស់យើងហ្នឹងពីលើហើយក្របវារយៈពេល15នាទីហ្នឹងហើយពេលនេះម្សៅវារៀងឡើងបន្តិចហើយម្សៅវារៀងឡើងយើងចាប់ផ្ដើមមកធ្វើកងបងប្អូនយើងត្រូវបញ្ចេញខ្យល់នៅក្នុងម្សៅហ្នឹងឲ្យអស់អាដុំម្សៅហ្នឹងណាពេលវារៀងឡើងបន្តិចហើយវាធ្វើឲ្យម្សៅរបស់យើងហ្នឹងរៀងទន់ជាងមុនហើយយើងត្រូវតែសកត់យកដៃយើងសកត់ហើយដើម្បីបញ្ចេញខ្យល់ហ្នឹងចេញបងប្អូនហើយបន្ទាប់មកយើងចោះប្រឡោះកដាលហ្នឹងមកបងប្អូនយើងធ្វើជាកងរបស់វានិយាយរួមទៅរូបរាងដូណាត់យើងអាចធ្វើបានច្រើនប្រភេទដូចជាការរុំដូណាត់ក៏បានធ្វើជាទ្វែងក៏បាននិយាយរួមតាមរូបរាងបត់បែនតាមដែលយើងចង់បានពេលយើងធ្វើជាកងអញ្ចឹងហើយអត់តន់ហើយទេណាបងប្អូនយើងត្រូវផ្អាប់វាឲ្យឡើងម្ដងទៀតផ្អាប់វាហ្នឹងមានន័យថាយើងយកថង់មួយមកក្របពីលើថាសរបស់យើងឬក៏ដាក់វាហ្នឹងនេះបងប្អូនអាចមើលតាមនឹងបានយកថង់មួយមកគ្របនៅនឹងដើម្បីឲ្យម្សៅហ្នឹងវាឡើងឬកុំឲ្យវាស្ងួតពេលវាឡើងអញ្ចឹងហើយបងប្អូនវាឡើងបានប៉ុណ្ណេះកុំឲ្យវាឡើងខ្លាំងពេកតែឡើងខ្លាំងពេកវាចង់ចូលទៅខូចវិញហើយយើងឲ្យវាឡើងមកល្មមនឹងបានហើយយើងបើកថង់នឹងចេញទៅដើម្បីយើងយករៀបចំយកទៅចៀនណាបងប្អូនធ្វើម៉េចកុំឲ្យវាឡើងខ្លាំងពេកនិយាយរួមទៅបងប្អូនអាចដាក់ខ្ទង់20នាទីអីហ្នឹងបានដែរបងប្អូនហើយយើងយកវាទៅចៀនយើងចាប់វាមកបងប្អូនចាប់ធ្វើម៉េចកុំឲ្យវាចេញខ្យល់
ចេញខ្យល់មកបើសិនជាចេញខ្យល់រូបរាងដូណាត់យើងអាចដូរតិចតួចតែបើសិនជាបងប្អូនមានកដាស់ឬក៏មានអាថាសសម្រាប់ដាក់នំដូណាត់ហ្នឹងណាគេមានលក់បងប្អូនអាចដាក់លើនឹងបានពេលយើងយកវាមកវានំរបស់យើងអត់ដូររូបរាងទេយើងអាចដាក់វាទៅក្នុងនំក្នុងខ្ទះខ្លាញ់ពងក្តៅហ្នឹងហើយទៅលើកម្ដៅបងប្អូន100ចាប់ពី150 180ឡើងទៅកម្ដៅរបស់វានិយាយរួមបងប្អូនមិនបាច់ចាំគិតអីច្រើនទេបងប្អូនគ្រាន់តែដាក់ចង្កឹះនៅក្នុងហ្នឹងទៅវាមានកម្ដៅព្រុចអាហ្នឹងបងប្អូនអាចបង់បានហើយទៅលើភ្លើងពេលវាក្តៅខ្លាំងហើយបងប្អូនត្រូវតែបន្ថយភ្លើងមកវិញនិយាយរួមទៅការធ្វើនំបងប្អូនត្រូវការភាពហ្មត់ចត់ច្រើនបើអញ្ចឹងទេនំយើងនឹងអត់បានល្អទេហើយបងប្អូនពេលយើងយកចេញមកបងប្អូនពេលយើងយកចេញមកយើងត្រូវដាក់ផ្កាប់មុខវាចុះក្រោមអត់ដាក់វាទម្លាក់មកផ្ងាទេផ្កាប់មុខវាចុះក្រោមដើម្បីធ្វើអញ្ចឹងនំរបស់យើងចេញមកគឺស្អាតមែនតើបងប្អូនគ្រាន់តែមើលពេលខ្ញុំធ្វើនេះទៅបានហើយនិយាយរួមនំវាចេញស្អាតមែនតើពេលយើងយកពីក្នុងថាសមកយើងត្រូវផ្កាប់វាចូលទៅក្នុងខ្លាញ់ហើយយើងដាក់ពេលយើងប្រែឧទាហរណ៍យើងដាក់អាណាមុនយើងត្រូវប្រែអាហ្នឹងមុនប្រែជុំវិញអញ្ចឹងមកហើយបើសិនយើងអត់អាចប្រែទៅពីវាលពីកាលបានទេយើងត្រូវដឹងថាពេលយើងដាក់អាណាមុនយើងត្រូវប្រែអាហ្នឹងមុនបងប្អូនហើយបងប្អូនអាចមើលនំខ្ញុំបានគឺស្អាតមែនតើទៅលើនំហើយយើងអាចប្រឡាក់ជាមួយស្ករយើងទុកឲ្យរៀងត្រជាក់បន្តិចទៅបងប្អូនទុកឲ្យរៀងត្រជាក់ទៅយើងស្រួលកាន់វាអត់ក្តៅផងដែរឲ្យស្រស់ខ្លាញ់ទៅហើយយើងយកវាមកប្រឡាក់ជាមួយស្ករឬក៏យើងមានសូកូឡាមានអីយើងអាចរំលាយទៅលើភ្លើងនិយាយរំលាយលើទឹកក្តៅបងប្អូនហើយរំលាយលើទឹកក្តៅតែបើសិនជាបងប្អូនអត់ចេះរំលាយទេធ្វើឲ្យសូកូឡាហ្នឹងគឺកកដាក់នៅលើសូកូឡារបស់យើងអត់កើតទេហើយតែបើសិនជាបងប្អូនចង់ធ្វើសូកូឡាបែបណាឲ្យវារាវបានចាំខ្ញុំនឹងចេញវីដេអូផ្សេងទៀតជូនបងប្អូនមើលទៅលើសូកូឡាហ្នឹងប្រើទឹកក្តៅខ្លាំងពេកកកហ្មងបងប្អូនវាអត់រលាយទេវាលាយទៅជារឹងវិញអញ្ចឹងហើយយើងត្រូវប្រើទឹកក្តៅមកល្មមហើយថ្ងៃហ្នឹងខ្ញុំធ្វើពីរសជាតិសូកូឡានិងស្ករបងប្អូនចាបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលា